មានបងប្អូនយើងលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សជាច្រើនដែលចំណាយថវិកានៅក្នុងការទិញ account Canva Pro យកមកប្រើអញ្ចឹងបងប្អូនដឹងហើយថា account Canva Pro គឺបងប្អូនចំណាយទាំងថវិកាហើយនឹងមុខងារមួយចំនួនគឺយើងអាចប្រើប្រាស់បានទេនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការស្នើសុំតាក់ទងជាមួយនឹង account Canva Education ដែលបងប្អូនអរគ្នាមិនចាំបាច់ចំណាយថវិកាសូម្បីតែ1រៀលមួយទៀតគឺបងប្អូនអរគ្នាអាចប្រើប្រាស់បានគ្រប់មុខសឹងថាគ្រប់មុខងារទាំងអស់តែម្ដងបាទអញ្ចឹងគឺមុននឹងខ្ញុំបង្ហាញអំពីរបៀបនៅក្នុងការស្នើសុំអញ្ចឹងខ្ញុំនឹងបង្ហាញអំពីសារៈប្រយោជន៍មួយចំនួនដែល Canva Education នេះមានបាទអញ្ចឹងបងប្អូនអរគ្នាសង្កេតមើលនេះគឺជាវីដេអូបាទដែលយើងអាចធ្វើការ generate នៅលើ Canva Education នេះបានណាបាទអញ្ចឹងគឺមានកន្លែងនេះ generate វីដេអូនេះអញ្ចឹងបងប្អូនអរគ្នាគ្រាន់តែ save prompt ចូលត្រង់នេះមកអញ្ចឹងវានឹងធ្វើការ generate វីដេអូនេះឲ្យហើយបាទចំណុចពិសេសមួយទៀតដែរដែលខ្ញុំតែងតែប្រើអញ្ចឹងគឺយើងអាចធ្វើការ upload នៅ font បាទយើងចូលកន្លែង font នេះអញ្ចឹងគឺយើងមាននៅមុខងារដែលយើងអាច upload font បាននេះអញ្ចឹងបងប្អូនគ្នាគ្រាន់តែ add នឹងមកអញ្ចឹងយើងអាចធ្វើការ add នៅ font បាទតាមរយៈយើង upload ត្រង់នេះណាបាទអូខេចំណុចបន្ទាប់ទៀតគឺបងប្អូនគ្នាអាចធ្វើការ remove តាក់ទងជាមួយនឹង background រូបនេះបាទឧទាហរណ៍ថារូបនេះមាន background ប៉ុន្តែយើងចង់បានតែរូបមនុស្សទេអញ្ចឹងបងប្អូនគ្នាអាចចុចកន្លែង remove នេះណាប៉ុន្តែបើសិនជាបងប្អូនគ្នាអត់យក account Canva Education ទេគឺយើងអត់អាច remove បានទេបាទអញ្ចឹងសម្រាប់បងប្អូនជាគ្រូបរិញ្ញាបត្រក៏ដូចជាសិស្សានុសិស្សគឺយើងអាចស្នើសុំបាន free តែម្ដងសម្រាប់យកមកធ្វើការស្វ័យសិក្សាឬក៏សម្រាប់ធ្វើការបរិញ្ញាបត្រនឹងរៀនហ្នឹងឯងអូខេអញ្ចឹងគឺវាមានលក្ខណៈពិសេសជាច្រើនមែនតើនៅក្នុង Canva ហ្នឹងដែលតើតើនៅ Canva Education ណា template ជាច្រើនបងប្អូនគ្នាបើសិនជាយើងប្រើលក្ខណៈធម្មតាគឺវាជាប់មកកត់ណាប៉ុន្តែបើសិនជាបងប្អូនគ្នាស្នើសុំទៅកាន់ក្រុមហ៊ុន Canva អញ្ចឹងយើងអាចប្រើបាន free តែម្ដងគឺអត់មានចំណាយថវិកាសំបីតែ1រៀលបាទយើងចំណាយតែទៅលើអ៊ីនធឺណិតទេមែនទេបាទអញ្ចឹងយើងកម្មវិធីណាក៏សឹងតែប្រើអ៊ីនធឺណិតដែរប៉ុន្តែអាហ្នឹងយើងមិនបាច់និយាយទេយើងនិយាយតាក់ទងជាមួយនឹងអ្វីដែលមាននៅក្នុងនេះគឺ template ទាំងអស់គឺ free ឲ្យយើងតែម្ដងឧទាហរណ៍ថាបើតាក់ទងជាមួយនឹង account របស់សិស្សបាទខ្ញុំសូមបង្ហាញតិចទៀតបាទអញ្ចឹងសិស្សក៏អាចធ្វើការធ្វើលំហាត់បាទធ្វើកិច្ចការនឹងរួមគ្នាលក្ខណៈ collaboration ណាបាទអញ្ចឹងមានអ្នកសិស្ស4 10នាក់អាចធ្វើការពីកន្លែងផ្សេងគ្នាប៉ុន្តែយើងធ្វើការនៅក្នុង file តែមួយបាទធ្វើការកែ edit អីផ្សេងៗបានហើយបន្តទៅយើងអាចធ្វើការ send ទៅកាន់គ្រូរបស់យើងបានភ្លាមតែម្ដងណាអូខេអញ្ចឹងនេះជាសារៈប្រយោជន៍មួយចំនួនតូចទេដែលខ្ញុំធ្វើការរៀបរាប់អញ្ចឹងអ្វីដែលនៅក្នុងវីដេអូនេះខ្ញុំចង់ផ្ដោតគឺរបៀបនៅក្នុងការស្នើសុំដោយមិនអស់ថវិកាសូម្បីតែ1រៀលបាទអញ្ចឹងរបៀបស្នើសុំគឺបងប្អូនអរគ្នាគ្រាន់តែចូលទៅកាន់បាទអញ្ចឹងខ្ញុំនឹងសូមបង្ហាញបងប្អូនអរគ្នាពីរបៀបស្នើសុំណាទាំងដំបូងបងប្អូនអរគ្នាគ្រាន់តែ search វាពីដាក់តែ Canva មកអូខេខ្ញុំនិយាយតែប៉ុណ្្នឹងក៏បានដែរចាំបងប្អូនអរគ្នាសូមជ្រើសយកកន្លែងនេះណាឲ្យមាន logo នេះ www.canva.com ចឹងយើងចុចលើវាមួយមកអូខេអញ្ចឹងបន្តទៀតបងប្អូនអរគ្នាធ្វើការខ្ញុំចុច continue ជាមួយនឹង Gmail របស់ខ្ញុំនេះមួយបាទអូខេអញ្ចឹងបន្តទៀតគឺពេលដែលយើង sign in បែបហ្នឹងហើយអញ្ចឹងវាសួរយើងហើយណាតើយើងប្រើសម្រាប់អីគេអញ្ចឹងយើងប្រើបងប្អូនគ្នាខ្ញុំជ្រើសយកត្រង់នេះណាគឺសម្រាប់ការអប់រំនេះ education នេះហើយគេសួរតើបងប្អូនគ្នាជាអីអញ្ចឹងបើឧទាហរណ៍ថាខ្ញុំជាគ្រូអញ្ចឹងខ្ញុំយកកន្លែងនេះហើយបើបងប្អូនគ្នាជាសិស្សអញ្ចឹងសូមយកខាងឆ្វេងនេះអញ្ចឹងខ្ញុំយក I'm a teacher អូខេអញ្ចឹងបន្តមកទៀតណាដើម្បីបងប្អូនគ្នាអាចស្នើបានអញ្ចឹងសូមចូលទៅកន្លែងនេះបាទចូលកន្លែងហ្នឹងមកហើយបងប្អូនគ្នាសូមជ្រើសយកកន្លែងនេះ plans and pricing ណា plans and pricing នេះបាទអញ្ចឹងបន្តទៀតបងប្អូនគ្នាសង្កេតមើលបាទបើសិនជាបងប្អូនគ្នាជ្រើសយកកន្លែង individuals and business នេះគឺវាច្បាស់ជាគិតលុយហើយប៉ុន្តែយើងកុំយកត្រង់ហ្នឹងណាអញ្ចឹងដោយសារតែយើងតេតទៅនឹងការអប់រំអញ្ចឹងសូមយកកន្លែងពាក្យ education បន្តទៀតបងប្អូនគ្នាសង្កេតឃើញនេះគឺ free ណាបាទសម្រាប់គ្រូហើយនិងសិស្សបាទអញ្ចឹងគឺឥឡូវខ្ញុំឧទាហរណ៍ថាបើសិនជាបងប្អូនគ្នាជាគ្រូបរិញ្ញាបត្រចុះបាទអញ្ចឹងបងប្អូនគ្នាសូមជ្រើសយកកន្លែងនេះណាបាទ get verified អញ្ចឹងយើងចុចលើវាមួយមកបាទនេះគឺជាអត្ថប្រយោជន៍បាទតើតើនឹងបើសិនជាយើងជាអ្នកអប់រំអញ្ចឹងយើងទទួលបាននេះខ្លះអញ្ចឹងវារៀបរាប់នៅខាងក្រោមនេះណាបាទអញ្ចឹងខ្ញុំសូមចុចយកនេះតែម្ដងបាទបាទអញ្ចឹងគឺត្រង់តនេះគឺបងប្អូនគ្នាសូមជ្រើសយកមកគឺប្រទេសកម្ពុជាត្រូវហើយបាទបើសិនជាខុសយើងចុចកន្លែងរូបប៊ិចនេះណាបាទហើយបន្តទៀតគឺតកតងជាមួយនឹង email របស់សាលាអញ្ចឹងបើសិនជាបងប្អូនគ្នាអត់ស្គាល់ email របស់សាលាទេបាទអត់ស្គាល់ email របស់សាលារបស់យើងអញ្ចឹងបងប្អូនគ្នាសូមចុចកន្លែង check នេះមួយនេះបាទគឺ I don't have a school email អញ្ចឹងយើងអត់មាន email របស់សាលាយើងចុច check box នេះមកហើយយើងចុចកន្លែងពាក្យ continue អូខេអញ្ចឹងបន្តទៀតគឺតម្រូវឲ្យបងប្អូនគ្នាធ្វើការ upload តាក់ទងជាមួយនឹងរូបភាពឬក៏យើង scan បាទគឺយើង upload តែមួយ file ទេណាបាទដែលបង្ហាញអំពីឈ្មោះរបស់យើងដែលបង្ហាញអំពីឈ្មោះរបស់សាលាហើយនឹងបង្ហាញអំពីតាក់ទងជាមួយនឹងតួនាទីភារកិច្ចរបស់យើងណាបាទអញ្ចឹងយើងចូលកន្លែង document 1នេះមកចាំបងប្អូនគ្នាសូមចុចមកក្រោមបាទអញ្ចឹងដោយសារតែខ្ញុំមានតាក់ទងជាមួយនឹងវិញ្ញាបនបត្រគ្រូណាអញ្ចឹងបងប្អូនគ្នាខ្ញុំចុចយកទៅនេះមកបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនគ្នាសាជាថ្មីថាចំពោះឯកសារមួយដែលបងប្អូនគ្នាធ្វើការ upload ហ្នឹងគឺត្រូវតែមាន3ចំណុចសំខាន់នេះណាបាទអញ្ចឹងទី1គឺមានឈ្មោះពេញរបស់យើងហើយទី2ហ្នឹងគឺមានឈ្មោះសាលាបាទឈ្មោះសាលាហើយនឹងទី3គឺបងប្អូនគ្នាត្រូវមានតាក់ទងជាមួយនឹងតួនាទីឬក៏ភារកិច្ចរបស់យើងនឹងឯងអញ្ចឹងគឺនៅក្នុងឯកសារដែលបងប្អូនគ្នា upload ហ្នឹងត្រូវតែមាន3ចំណុចហ្នឹងដើម្បីឲ្យគេធ្វើការ approve ឲ្យយើងបាទ
អញ្ចឹងកន្លែងនេះណា document នេះអញ្ចឹងគឺវាមានជំរើសជាច្រើនដែលឲ្យបងប្អូនគ្នាធ្វើការជ្រើសរើសបាទអញ្ចឹងឧទាហរណ៍ដូចជំរើសទី1នេះអញ្ចឹងគេ recommendation គឺសំដៅលើវិក័យប័ត្របើកប្រាក់ខែរបស់យើងណាបាទអញ្ចឹងជាជំរើសដែលគេមានន័យថាជាជំរើសដែលប្រព័ន្ធណែនាំយើងខ្លាំងដែរបាទព្រោះវាអាចបញ្ជាក់ច្បាស់អំពីការងារបច្ចុប្បន្នរបស់យើងផងដែរបាទហើយជំរើសទី2នេះគឺវាតកតងជាមួយនឹងលិខិតបញ្ជាក់ការងាររបស់យើងបាទអញ្ចឹងក៏ប្រព័ន្ធធ្វើការ recommended ដែរបាទអញ្ចឹងតកតងជាមួយនឹងលិខិតបញ្ជាក់ការងារហ្នឹងបងប្អូនគ្នាអាចចេញដោយសាលារៀនឬក៏ស្ថាប័នរបស់យើងណាបាទហើយទី3នេះគឺវាតកតងជាមួយនឹងលិខិតផ្លូវការដែលមានចុះហត្ថលេខាពីសាលាបាទហើយអានេះបងប្អូនគ្នាដឹងហើយគឺតកតងជាមួយនឹងកាតបាទកាតសាលាណាបាទគឺយើងហៅថាកាតសម្គាល់ខ្លួនណាបាទហើយនេះគឺតកតងជាមួយនឹងកាតតកតងជាមួយនឹងកាតសម្គាល់ជាគ្រូបរិញ្ញាបត្ររបស់យើងបាទអញ្ចឹងខ្ញុំយកទីចុងក្រោយនេះណាបាទតកតងជាមួយនឹង teaching license វាតកតងជាមួយនឹងដែលយើងហៅថាជាវិញ្ញាបនបត្រគ្រូកុសលរបស់យើងណាបាទអញ្ចឹងខ្ញុំសូមបង្ហាញវិញ្ញាបនបត្ររបស់ខ្ញុំបន្តិចបាទអញ្ចឹងនេះបាទអញ្ចឹងយើងមានសញ្ញាបត្រគ្រូរបស់យើងបាទខ្ញុំសូមធ្វើការលាក់មួយចំនួនតែបងប្អូនគ្នាពេល upload ទៅកុំលាក់ព័ត៌មានដូចខ្ញុំចេះអានេះខ្ញុំដោយសារខ្ញុំបង្ហាញនៅលើវីដេអូខ្ញុំអត់ចង់ឲ្យឃើញអំពីថ្ងៃខែឆ្នាំកំណត់របស់ខ្ញុំនេះបាទអញ្ចឹងបងប្អូនគ្នាមានឯកសារបាទអញ្ចឹងយើងមើលឯកសាររបស់យើងនេះមានឈ្មោះពេញហ៎បាទអញ្ចឹងមានឈ្មោះពេញអាហ្នឹងគឺមួយហើយបាទទី2គឺតកតងជាមួយនឹងសាលាបាទសាលាដែលយើងរៀនឬក៏សាលាដែលយើងបរៀនក៏បានដែរបាទហើយនឹងចំណុចទី3នោះគឺវាតកតងជាមួយនឹងទូនីតិភារកិច្ចរបស់យើងណាបាទអញ្ចឹងគឺយ៉ាងនៅក្នុងនេះគឺមានទាំង3នឹងអស់ហើយអូខេអញ្ចឹងគឺបន្តទៀតយើងចាប់ផ្ដើមធ្វើការ upload នៅ file យកតែម្ដងបាទអញ្ចឹងខ្ញុំចុចនេះណាបាទអញ្ចឹងធ្វើការ upload ហើយបាទបន្តទៀតបងប្អូនគ្នាគាត់និយាយចុចកន្លែងពាក្យ continue នេះមកណាបាទអញ្ចឹងយើងចុច continue នេះមកបាទអញ្ចឹងគឺត្រង់ចំណុចនេះបងប្អូនគ្នាសូមបំពេញឈ្មោះពេញរបស់យើងមកអញ្ចឹងខ្ញុំដាក់ឈ្មោះខ្ញុំគឺអ៊ិតថាបាទបន្តទៀតគឺយើងដាក់ឈ្មោះសាលាណាអញ្ចឹងខ្ញុំដាក់ថាដោយសារសាលាខ្ញុំបម្រើការងារគឺនៅតំសិក្សាឧត្តប្រកអញ្ចឹងខ្ញុំដាក់ថាសាលាអូខេខ្ញុំសូមព្រាធំបន្តិចបាទអញ្ចឹងខ្ញុំចុចលើនេះខ្ញុំដាក់សាលាបឋមសិក្សាឧត្តប្រកមកអូខេអញ្ចឹងកន្លែងនេះគឺបងប្អូនគ្នាគ្រាន់តែ search នៅអាសយដ្ឋានរបស់យើងមកឥឡូវឧទាហរណ៍ខ្ញុំដាក់ថាសាលាបឋមសិក្សាឧត្តប្រកបាទអញ្ចឹងពេល search ទៅអត់ឃើញទេណាបាទអញ្ចឹងបើអត់ឃើញយើងអាចចុចកន្លែងនេះបាទ add manually នេះបាទអញ្ចឹងយើងតែនេះគឺបងប្អូនគ្នាអាចសរសេរទៅបាទឬក៏ឥឡូវខ្ញុំដាក់ថាភូមិឧត្តប្រកភូមិអូសំដានស្រុកក្រកអូខេស្រុកក្រកោខេត្តពោធិ៍សាត់អូខេកន្លែងតនេះគឺបងប្អូនគ្នាចង់ដាក់ក៏បានអត់ក៏បានដែរបាទឥឡូវឧទាហរណ៍ខ្ញុំនៅពោធិ៍សាត់អូខេកន្លែងនេះគឺបងប្អូនគ្នាចង់ដាក់តាក់ទងជាមួយនឹង passcode ក៏បានអត់ក៏បានអញ្ចឹងខ្ញុំអត់ដាក់ចុះបាទហើយកន្លែងនេះគឺតាក់ទងនឹង school website ណាបាទអញ្ចឹងគឺខ្ញុំមានខ្ញុំចូលទៅសាលាឧត្តប្រករបស់ខ្ញុំនេះបាទ website សាលាឧត្តប្រកហើយខ្ញុំចុច copy អញ្ចឹងបងប្អូនគ្នាអាចដាក់ website ទៅតាមសាលាដែលយើងពេញការងារមកបាទបន្តទៀតយើងចុច continue បាទអញ្ចឹងគឺត្រង់នេះគឺបានបញ្ជាក់ប្រាប់យើងថាជាធម្មតាគឺយើងដឹងលទ្ធផលថាជាប់ឬក៏ធ្លាក់គឺក្នុងចន្លោះពេល24ម៉ោងណាប៉ុន្តែបើសិនជាករណីមានអ្នកដាក់ពាក្យច្រើនគឺវាចំណាយពេលរហូតដល់7ថ្ងៃយ៉ាងយូរណាបាទអញ្ចឹងដើម្បីយើងអាចដឹងលទ្ធផលបានចាំបងប្អូនគ្នាត្រង់ចំណុចហ្នឹងគឺយើងអត់មានវិធីអីទេគឺក្រៅពីរងចាំអ៊ុតមើលលទ្ធផលថាតើធ្លាក់ឬក៏ជាប់ហើយបើសិនជាធ្លាក់អញ្ចឹងវានឹងប្រាប់យើងថាតើយើងខុសត្រង់ណាចាំបងប្អូនគ្នាសូមធ្វើការកែប៉ុន្តែជាក់ស្ដែងគឺរបស់ខ្ញុំគឺដាក់តែម្ដងគឺជាប់ជាការស្រេចតែម្ដងហើយបន្តទៀតយើងចុចដាននេះមកជាការស្រេចណាអញ្ចឹងជាក់ស្ដែងគឺនេះគឺជា account Canva Education របស់ខ្ញុំដែលខ្ញុំធ្វើការស្នើសុំហើយខ្ញុំរងចាំរហូតដល់ទៅរយៈពេល6ថ្ងៃអញ្ចឹងបងប្អូនគ្នាអាចពិនិត្យមើលបានអញ្ចឹងនេះគឺនេះថ្ងៃដែលខ្ញុំស្នើសុំគឺថ្ងៃទី11ណាគឺវេលាម៉ោង 6:20 នាទីព្រឹកហើយបន្តទៀតគឺ Canva ធ្វើការ reply ណាបាទនេះគឺ Canva គាត់បានផ្ញើ email មកកាន់ខ្ញុំដាក់ថា welcome to Canva for Education ហើយនេះគឺផ្ញើមកនៅថ្ងៃទី17ណានៅម៉ោង9យប់បាទបើគិតទៅគឺ6ថ្ងៃណាពីថ្ងៃ11យើងស្នើថ្ងៃ11ចឹងយើងបានថ្ងៃទី17បាទអញ្ចឹងគឺបងប្អូនគ្នាគឺក្នុងដំណាក់កាលស្នើសុំហ្នឹងគឺយើងមានតែរងចាំបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំបាទមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនគ្នាស្នើសុំបានជោគជ័យទាំងអស់គ្នាសូមអរគុណសូមជម្រាបលា